ចឹងមានបងប្រុសក៏សួរពាក់ព័ន្ធជាមួយនឹងភាពខុសគ្នារវាង Ceramo ហើយនិង MOS2 ភាពខុសគ្នាគឺសារធាតុ Ceramo គឺមានសារធាតុទូចល្អិតជាងសារធាតុ MOS2 អញ្ចឹងពាក់ព័ន្ធជាមួយនឹងការណែនាំប្រើប្រាស់គឺប្រើប្រាស់រៀងយូរហើយអត់ទាន់ស៊ីពេញសិនបងប្អូនអាចជ្រើសរើសពាក់ព័ន្ធជាមួយនឹងផលិតផល MOS2 វាជួយកាត់បន្ថយការសលេងរំខានកាត់បន្ថយការឡើងកម្ដៅហើយនិងកាត់បន្ថយការកាត់និយាយរួមម៉ាស៊ីនដែលប្រើចាប់ពី 100000 គីឡូបងប្អូនអាចសាកល្បងប្រភេទនេះហើយបើសម្រាប់ម៉ាស៊ីនថ្មីហ្មងបងប្អូនអាចប្រើប្រភេទនេះភាពខុសគ្នាគឺអានេះរៀងធូរថ្លៃជាងហើយអានេះរៀងថ្លៃដោយសារវាមានជាតិសេរ៉ាម៉ូច្រើននិយាយរួមសារធាតុការពារវាបានរហូតដល់50000 គីឡូហើយសម្រាប់ MOS2 បានតែ20000 គីឡូអញ្ចឹងអានេះអីយើងអាចចាក់រៀងរាល់ពេលដូរប្រេង2ដងហើយ Ceramo គឺយើងអាចចាក់រៀងរាល់30000ទៅ50000ម្ដងហើយសម្រាប់ឡានដែលមានបញ្ហាអត់ដូចការរៀបរាប់ខាងលើទាំងពីរគឺម៉ាស៊ីនដែលមានបញ្ហាខ្សោយសុខភាពស៊ីប្រេងហុយផ្សែងបងប្អូនអាចជ្រើសរើសលេខកូដមួយនេះគឺ9976សម្រាប់ឡានដែលមានបញ្ហាស៊ីប្រេងហើយនិងហុយផ្សែងមានចម្ងល់បន្ថែមបងប្អូនអាចខមមិននៅក្នុងវីដេអូនេះបានសូមអរគុណជ្រើសរើសសិនពីនីកូដើម្បីថែទាំឡានរបស់លោកអ្នកឲ្យបានល្អ